Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងបច្ចេកទេសនៃគេនៅក្នុងពីទី175បន្តទៀតខ្ញុំមកដល់ពេលនេះដែរយើងឃើញថាស៊ីយៀនរួចជាមួយនឹងគ្រូបកននោះក៏បានជួបជុំគ្នាជាមួយនឹងប្រជាជាច្រើនរូបនៅឯសំណាក់ឋានតាស៊ីយៀនក៏ធ្វើការគោរពទៅកាន់ប្រជាកម្ពុជាទាំងអស់រួមជាមួយនឹងប្រជាលិនដែលជាប្រជាធំនៅឯឋានតាផងដែរអ្នកខ្លះនឹងក៏ស្វាគមន៍ស៊ីយៀនយ៉ាងរាក់ទាក់តែអ្នកខ្លះនឹងរៀនកអឺកតោមដែរបាទទាំងបន្តិចតែប្រជាលិនគឺគាត់គូសងជាមួយនឹងស៊ីយៀនជាខ្លាំងហើយក៏ជិះស៊ីយៀននឹងអង្គុយនៅទីនោះថែមទៀតផងស៊ីយៀនក៏បាននៅគ្រូបកខ្លួននឹងទៅមុនក៏ទៅតាមក្រោយប្រជាលិនក៏ធ្វើការរៀបរាប់តេតទៅនឹងការប្រជុំដ៏សំខាន់មួយនេះផងដែរហើយក៏និយាយអំពីសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងសំណាក់ឯកផ្កាយនោះប្រជានេះក៏បាននិយាយអំពីកម្លាំងរបស់យាយឆាន់ពេលនេះនៅពេលដែលគាត់ត្រឡប់មកវិញសំណាក់ឯកផ្កាយក៏ខ្លាំងជាងមុនទៅទៀតប្រជាមួយទៀតហាក់បែរដូចជាមិនសូវពេញចិត្តជាមួយនឹងយាយឆាន់នៅនឹងស៊ីជានោះទេក៏បានចូលមកជំទាស់ប្រជាពេលបន្តានឹងក៏បានឲ្យគាត់នឹងស្ដាប់ចបរបស់មនុស្សដែលមកពីសំណាក់ឯកផ្កាយសិនទៅចំណែកប្រជាជនយើងក៏បានដើរទៅកាន់ប្រជាប្រមាណរូបទៀតអំពីការគម្រាមកំហែងនៃសំណាក់ឋានតាដល់សំណាក់បលឹងក៏ធ្វើឲ្យសមាជិករបស់ខ្លួនបាត់បង់ជីវិតឲ្យជាច្រើនអ្នកពិសេសគឺអ្នកស្លូត្រង់នឹងតែម្ដងរួមជាមួយនឹងអ្នកកូននិយមដែលនៅក្នុងនេះគេហៅថាអ្នកស្លថ្នាំប្រជារាស្ត្រក៏បានលើកអំពីច្បាប់នៃឋានតារបស់ខ្លួនក្នុងការប្រឆាំងជាមួយនឹងសំណាក់បលឹងនោះប្រជាកធម៌អ្នកទៀតនេះគឺកាន់ជើងគ្នាល្អខ្លាំងមែនទែនក៏បានលើកឡើងនៅច្បាប់នោះផងដែរអំពីការបង្កើតឡើងនៃសម្ព័ន្ធថ្មីក៏ប៉ុន្តែគាត់គិតថាគឺជាសោកនាដកម្មទៅវិញស៊ីយៀនហាក់បីដូចជាមិនសូវជាពេញចិត្តនោះទេក៏បានធ្វើការរៀបរាប់តាក់ទងទៅនឹងអ្នកស្លថ្នាំជាច្រើនរូបដែលបានបាត់បង់ជីវិតអស់ជាច្រើនអ្នកអញ្ចឹងទៅប្រជាដដែលក៏បានតបទៅកាន់ស៊ីយៀនទៀតថាឯកថាការស្លាប់របស់ពួកគេនៅឯភូមិភាគកណ្ដាលគឺជាបញ្ហាកំហុសរបស់សំណាក់ឋានតារបស់យើងមែនទេជាជាងក៏បានកវីក្បាលបន្តិចជាជាងក៏បានងើបឡើងតែម្ដងហើយក៏និយាយអំពីទូនាទីរបស់ឋានតាត្រូវការពីនៅអ្នកកូននិយមទាំងអស់នោះបើសិនជាដំណឹងនេះសាយភាចេញទៅក្រៅអញจะធ្វើពួកគេមិនសប្បាយចិត្តមិនខាននោះទេតែឋានតាចាត់ទុកថាគឺជាកន្លែងដ៏ពិសិដ្ឋមានទូនាទីក្នុងការការពារសុវត្ថិភាពរបស់ពួកគេពិចារណានោះគឺឡើងកំរោលតែម្ដងវិញងើបឡើងចាត់ការស៊ីយៀនទៅហើយដៃគូរបស់ខ្លួនក៏ធាត់ម្នាក់ទៀតនឹងក៏បានងើបឡើងក៏ប្រាប់ទៅកាន់ស៊ីយៀនមិនចាំបាច់ធ្វើដាច់ខាតដល់ថ្នាក់នេះនោះទេតែតាមពិតទៅរយៈពេលរាប់រយឆ្នាំមកនេះដែលសំណាក់ឋានតារបស់ខ្លួននឹងបានធ្វើការការពារពួកគេអស់ពីសមត្ថភាពទៅហើយស៊ីយៀនក៏ទៅវិញទៀតថាតែនេះគឺអ្វីដែលលោកបានការពារពួកគេមែនទេប្រជាទាំង4ក៏សម្លឹងមើលដល់ការភ្ញាក់ផ្អើលស៊ីយៀនលក្ខណៈថានិយាយឈឺដែរបាទតែពួកគេមិនអាចទ្រាំទ្របានតទៅទៀតនោះទេតែធៀបពិតគឺសំណាក់ឋានតាមិនបានផ្ដល់នូវការការពារដល់អ្នកកូននិយមទាំងអស់នោះឡើយតែពួកគេចាត់ទុកថាសំណាក់ឋានតាជាកន្លែងពិសិដ្ឋហើយនៅពេលដែលឋានតាបានបាត់បង់នៅឋានៈដ៏ខ្ពង់ខ្ពស់របស់ខ្លួនពួកគេលែងចាត់ទុកថាឋានតាគឺជាកន្លែងដ៏ពិសិដ្ឋនៅក្នុងចិត្តរបស់ពួកគេតទៅទៀតហើយក៏អាចចាត់ទុកថាក៏មិនខុសពីបដិនោះដែរធ្វើគាត់នឹងកាន់តែខឹងច្រឡោតជាខ្លាំងលើកដៃចោលទៅកាន់ស៊ីយៀនប្រជាលិនក៏ប្រាប់ទៀតថាលោកស្ងប់ចិត្តបន្តិចទៅប្រជាលិនក៏បានកោតសរសើរអំពីសិស្សរបស់យាយឆាន់មិនត្រឹមតែមានសមត្ថភាពក្នុងការស្លថ្នាំនោះទេថែមទាំងប្រកាសនិយាយទៀតផងយាយឆាន់ក៏គិតថាអញ្ចឹងដែរអញ្ចឹងក៏ឲ្យពួកគេនឹងធ្វើការបោះឆ្នោតសម្រាប់នឹងការបង្កើតនូវសម្ព័ន្ធថ្មីមួយទៀតជាងឃើញថាប្រជា3រូបរួមជាមួយនឹងស៊ីយៀនក៏បានលើកដៃក្នុងការបង្កើតនូវសម្ព័ន្ធថ្មីតែផ្នែកម្ខាងទៀតគឺប្រជា4រូបទៀនម្នាក់នឹងក៏បានលើកដៃតែប្រជាដែលជាគ្នារបស់ខ្លួននឹងក៏បានមើលមកអញ្ចឹងក៏បានទម្លាក់ដៃចូលវិញខណៈពេលដែលប្រជាតែប៉ុន្តែម្នាក់ទៀតនឹងគាត់ក៏បានលើកដៃយកព្រមក្នុងការបង្កើតនូវសម្ព័ន្ធថ្មីដែលគាត់គិតថាគោលដៅរបស់សំណាក់បលឹងគឺប្រមូលផ្ដុំនៅបលឹងនៃអ្នកកូននិយមអាចជារឿងដែលគួរខ្លាចសម្រាប់ពួកគេហើយក៏ជារឿងដែលគាត់ព្រួយបារម្ភនៅថ្ងៃអនាគតផងដែរអញ្ចឹងគាត់ក៏បានយល់ព្រមអញ្ចឹងទៅប្រជាដែលនឹងគាត់ក៏បានលើកដៃយល់ព្រមក្នុងការបង្កើតនូវសម្ព័ន្ធថ្មីដូចគ្នាគឺធ្វើឲ្យពីក្បាលនោះកាន់តែខឹងខ្លាំងឡើងហើយគាត់ក៏បាននិយាយអំពីរយៈពេល100ឆ្នាំដែលថាពិតទៅកម្លាំងពួកគេមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេក្នុងការការពារនៅអ្នកកូននិយមទាំងអស់នោះអញ្ចឹងដោយសារតែស៊ីយៀនមានកម្លាំងដ៏ខ្លាំងអាចនេះក្នុងការបង្កើតនូវសម្ព័ន្ធថ្មីពួកគេក៏បានយល់ព្រមលើកលែងតែប្រជាកធម៌ដែលនឹងប្រជាដែលអង្គុយនៅតុខាងមុខគឺគាត់បានដើរចេញភ្លាមៗតែម្ដងហើយក៏បានស្ដីបន្ទោសទៅឲ្យស៊ីយៀនទៀតថាសម្ព័ន្ធទាំងមូលនឹងត្រូវបានបំផ្លាញក្រោមដៃរបស់ឯងមិនខាននោះទេប្រជាលិនបានត្រឹមតែកវីក្បាលតែប៉ុណ្ណោះហើយប្រជាលិនក៏បានយល់ព្រមក្នុងការបង្កើតនូវសម្ព័ន្ធថ្មីក្រោមយោបល់របស់ស៊ីយៀនផងដែរអញ្ចឹងមតិនឹងការបង្កើតនូវសម្ព័ន្ធថ្មីគឺគាត់បានអនុញ្ញាតធ្វើការអព្រូទាំងស្រុងហើយក្នុងនាមគាត់គឺជាអ្នកគ្រប់គ្រងនៃឋានតាទាំងមូលគាត់នឹងទៅចូលរួមក្នុងការប្រជុំនៃការបង្កើតនូវសម្ព័ន្ធថ្មីនោះផងដែរនៅឯសំណាក់ឯកផ្កាយចំពោះគាត់វិញសំណាក់ឋានតាមានតែបញ្ចុចស្លាប់រស់ជាមួយនឹងសំណាក់បលឹងតែប៉ុណ្ណោះស៊ីយៀនធ្វើការបញ្ជាក់រយៈពេល3ថ្ងៃទៀតពួកគេនឹងធ្វើការបង្កើតនូវសម្ព័ន្ធថ្មីអញ្ចឹងទៅក៏ប្រជាលិនក៏ចូលព្រមនឹងទៅចូលរួមនៅឯសំណាក់ឯកផ្កាយធ្លាក់របស់ពួកគេផងដែរងាកមកមើលនៅឯសំណាក់ឯកផ្កាយវិញម្ដងសិស្សជាច្រើនរូបក៏បានដំណើរការនៅក្បួននៅទីនេះផ្សារភ្ជាប់គ្នាដូចជាស្ពានអញ្ចឹងច្រកលំហមួយក៏បានបើកឡើងដើម្បីស្វាគមន៍នៅមនុស្សដែលមកពីសម្ព័ន្ធផ្សេងខណៈពេលនោះក៏លើសំឡេងរបស់ប្រជាភូយិនផងដែរតែគាត់មកពីជាលងភ្នំ
ភ្លើងការប្រកាសរបស់គាត់គឺមិនទៀបនោះទេនេះដឹងរួចហើយដូច្នេះខ្ញុំមិនចាំបាច់និយាយរំលឹកសារឡើងវិញនោះទេគាត់ក៏បានបង្ហាញខ្លួនជាមួយនឹងចាស័យរបស់ខ្លួនហើយនឹងកូនរបស់គាត់ម្នាក់ទៀតក៏គឺជាបុព្វបុរសនៃចលងភ្នំភ្លើងហើយក៏បានជួយជាមួយនឹងយាយឆិនម្ដងទៀតជាជាធ្វើការគោរពហើយនិយាយអំពីក្របថ្នាំដែលគាត់បានបកគោលទៅឲ្យព្រះចាហូយិនគាត់ថាថ្នាំនេះគឺល្អខ្លាំងណាស់គាត់ពេញចិត្តស៊ីយិនក៏ធ្វើការគោរពទៅកាន់រៀមច្បងហូយិនផងដែរគាត់ពិតជាចាប់អារម្មណ៍ជាមួយនឹងស៊ីយិនជាខ្លាំងហើយក៏បាននិយាយទៅកាន់ចាស័យរបស់ខ្លួនអំពីរឿងដែលគាត់បាននិយាយកាលពីម្សិលមិញនោះកាលពីថ្ងៃមុននិយាយស្រាយហើយក៏បានប្រាប់ស៊ីយិនទៀតថាចាស័យរបស់ខ្លួននឹងគឺស្រឡាញ់ស៊ីយិនខ្លាំងណាស់ធ្វើនាងមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំងមែនទែនខ្លួនជាស្រីខាងប្រុសមិនទាន់បាននិយាយអីពេលនោះក៏តាមរបស់ខ្លួនប្រាប់គេមុនទៅហើយឪពុករបស់នាងនឹងបានត្រឹមតែកវីក្បាលតែប៉ុណ្ណោះស៊ីយិនគិតថាព្រះចាលេងសើចខ្លាំងណាស់ខណៈពេលនោះព្រះចាលេងរួមជាមួយនឹងឈិនជីឯនឹងជើងខ្លាំងម្នាក់ទៅក៏បានមកដល់ព្រះចាហូយិនក៏បានទៅរករឿងព្រះចាលេងតែម្ដងតែលើកនេះមិនមែននៅឯសំណាក់ឋានតានោះទេអញ្ចឹងគាត់អាចជាត្រូវជំរាបបញ្ជីចាស់ហើយព្រះចាលេងគាត់គិតថាព្រះចាហូយិនអាចជាត្រូវការនៅក្របថ្នាំដ៏ល្អហើយគាត់នឹងរៀបចំជូនព្រះចាហូយិនក៏លេងគូសមឲ្យដែរឲ្យតែឲ្យគឺគាត់ចូលទាំងអស់តែម្ដងពួកគេក៏បានរំលឹកទៅកាន់បព្វកាវិញម្ដងមើលទៅប្រហែលជាមិនបានមកទេអីចាចឹងក៏បានកវីក្បាលគាត់មានអារម្មណ៍ថាក្រៀមក្រំជាខ្លាំងខណៈពេលនោះក៏ស្ទាប់ផ្កាជាច្រើនក៏បានធ្លាក់ចុះមកសំឡេងនៃទេពអសរឈៀងក៏បានបង្ហាញខ្លួនសិតតែជាស្ត្រីស្នេហារបស់យ៉ាវឆិនបាទស្នេហាត្រីកោណកូនសិស្សរបស់នេះក៏បានសម្លឹងទៅកាន់ស៊ីយីមិនទេទៅការរាក់ទាក់គ្នាជាឈិនបជារំភើបដែលឃើញនៅអតិទេពស្រីឈៀងបានចូលរួមនៅឯសំណាក់ឯកការរបស់ខ្លួនក្នុងការបង្កើតនូវសម្ព័ន្ធថ្មីព្រះចៅយិនគិតថាយ៉ាវឆិនមិនធម្មតានោះទេដែលអាចអញ្ជើញនៅអតិទេពស្រីឈៀងបាននាងក៏ប្រាប់ទៅកាន់ពួកគេទៀតថានាងមកនេះមិនមែនមករកយ៉ាវឆិននោះទេគឺនាងចង់សងសឹកជាមួយនឹងសំណាក់ពលឹងដែលធ្វើបាបនៅមនុស្សរបស់ខ្លួនអញ្ចឹងទៅក៏ឈានជីដូចជាចាប់ផ្ដើមឌឺដងនេះមែនទេពួកគេក៏បានប៉ះគ្នាបន្តិចទៅសិតតែជាស្រីស្អាតចំនួនមុនយ៉ាវឆិនពេលនេះចាប់ហើយម្នាក់មិនហ៊ានទៅជីឆ្អាលនោះទេតែស៊ីយីក៏បានចូលទៅរំខានអ្នកទាំង3ហើយប្រាប់ទៅកាន់ប្រជាទាំងពីរទីថាពួកយើងគួរតែទៅកាន់សំណាក់ប្រជុំសិនទៅយ៉ាវឆិនក៏បានឲ្យមេដៃមួយនៅជំនួយរបស់ស៊ីយីនផងដែរសិស្សជួយគ្រូចំពេលល្អខ្លាំងណាស់ពួកគេក៏បានលើកនៅពេញស្រាដើម្បីអបអរសាទរហើយក៏បានស្វាគមន៍ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងការបង្កើតនូវសម្ព័ន្ធថ្មីនេះផងដែរក្នុងការបង្កើតនូវសម្ព័ន្ធថ្មីពួកគេសុទ្ធតែមានសិទ្ធិស្មើគ្នាទាំងអស់តែមិនអាចឲ្យបកណាមានសិទ្ធិទៅជ្រៀតជ្រែកនៅកិច្ចការផ្ទៃក្នុងនៃបកដទៃទៀតនោះឡើយស៊ីយីនក៏ធ្វើការនិយាយតាក់ទងទៅនឹងសំណាក់ពលឹងដែលបានវាបហាទៅលើមនុស្សជាច្រើននៅឯតំបន់ភូមិភាគកណ្ដាលនេះដែលបានបងនៅអ្នកដែលមានទឹកកសោឲ្យជាច្រើនអ្នកស៊ីយីក៏បាននិយាយអំពីបកទាំង4របស់ខ្លួនផងដែរមានដូចជាបកផ្កាចលងភ្នំភ្លើងហើយនិងសំណាក់ឯផ្កាធ្លាក់តែ3នេះទេជាស្រ័យបានដែលរងនឹងការវិបហាយ៉ាងធ្ងន់ធ្ងរពីសំណាក់ពលឹងនោះការបង្កើតនៃសម្ព័ន្ធគឺដើម្បីការពារនៅកម្លាំងរវាងនិកាយនីមួយៗគឺពួកគេនឹងជួយ support គ្នាទៅវិញទៅមកបាទប្រជាជនយិនគឺយល់ព្រមនឹងការបង្កើតនៃសម្ព័ន្ធថ្មីគឺ 100% តែម្ដងចាឈិនក៏បានងក់ក្បាលបន្តិចចាឈិនមិនបានមកក៏អ្វីនេះទេដូចជាទុកសិតឲ្យស៊ីយិននិយាយតែម្នាក់ឯងតែម្ដងចំណែកអតិទេពស្រីឈិងនឹងចាប់ដើមគិតនឹងចិត្តហើយក៏ចាឈិននៅស្ងៀមអញ្ចឹងតែជាអ្នកក៏ហៅពួកគេមកនេះសង្ស័យតែចាឈិនមានផែនការអីមួយចង់កិច្ចវាយហើយបាទប្រជាលិនក៏តំណាងឲ្យសំណាក់ឋានតាគាត់នឹងទទួលខុសត្រូវនៅការការពារនៃសុវត្ថិភាពរបស់អ្នកស្លថ្នាំទាំងអស់ហើយក៏បានសួរទៅកាន់សំណាក់ឯផ្កាទៅមានពិធីសាវដើម្បីទប់ទល់ជាមួយនឹងសារពលឹងដែរឬក៏អត់ទីជាក៏បាននិយាយរៀបរាប់តាក់ទងការពីប្រហែលឆ្នាំមុនរហូតមកដល់បច្ចុប្បន្នពួកវាកំណត់គោលដៅទៅលើអ្នកកូននិយមដែលមានសមត្ថភាពហើយពួកគេសុទ្ធតែមានការខ្វះខាតក្នុងការការពារនៅខ្លួនឯងពួកគេបង្កើតនូវសម្ព័ន្ធនេះឡើងដើម្បីប្រើឈ្មោះនៅឋានតាហើយជ្រើសរើសនៅអ្នកដែលមានទេពកោសល្យទាំងអស់នោះឬក៏អ្នកស្លថ្នាំដើម្បីចូលរួមជាមួយនឹងពួកគេនិងការពារសុវត្ថិភាពរបស់ពួកគេប្រជាលិនក៏យល់ព្រមអតិថិស្រីឈិងនេះក៏បានសួរអំពីម្ចាស់សម្ព័ន្ធថ្មីត្រូវការអ្នកដែលមានចំហយ៉ាងរឹងមាំអញ្ចឹងទៅក៏ឈានជីក៏បានឌឺដងឲ្យនិមន្ទពីនេះនឹងគឺមិនសូវជាត្រូវគ្នានោះទេអញ្ចឹងទៅក៏អ្នកនាងឈិននេះក៏បាននិយាយអំពីប្រជាហូយិនគិតថាគាត់មានកម្លាំងខ្លាំងអញ្ចឹងឲ្យគាត់ធ្វើទៅគឺស័ក្តិសមតែទោះយ៉ាងណាក៏ដោយក៏ដោយសារតែគាត់នឹងរៀងចិត្តក្តៅបាទធ្វើអីក៏អន្ទះសាអញ្ចឹងអ្នកដែលស័ក្តិសមជាងគាត់ទៅទៀតនោះគឺប្រជាលិនហើយនឹងយ៉ាវឆិនតែប៉ុណ្ណោះយ៉ាវឆិនដូចជាចង់កិច្ចវេមិនចង់ធ្វើជាម្ចាស់សម្ព័ន្ធថ្មីមិនដឹងនោះទេនេះទៅពីសិតតែមានឥទ្ធិពលយ៉ាងខ្លាំងនៅឯតំបន់ភូមិភាគកណ្ដាលប្រជាលិនគាត់ក៏បានបដិសេធភ្លាមតែគាត់នឹងចាស់ហើយកម្លាំងរបស់គាត់គឺនៅសេសសល់តិចតួចខ្លាំងណាស់អញ្ចឹងបើនិយាយថារឹងមាំគឺលេងរឹងតទៅទៀតហើយអញ្ចឹងទៅក៏នាងគិតថាមានតែម្ចាស់សំណាក់យ៉ាវឆិននោះទេអញ្ចឹងនោះដែលស័ក្តិសមប្រជាលិនក៏បានយល់ព្រមយ៉ាវឆិនដូចជាចង់កិច្ចវេដូចជាចង់ឲ្យនរណាម្នាក់ឡើងកាន់តំណែងនេះជំនួសខ្លួនអញ្ចឹងពួកគេក៏បានយល់ព្រមគ្នាព្រោះតែអ្នកដែលស័ក្តិសមមានតែយ៉ាវឆិនម្នាក់តែប៉ុណ្ណោះអ្នកនាងយិនក៏និយាយទៀតថាអញ្ចឹងលោកមិនអាចបដិសេធបាននោះទេអញ្ចឹងបន្ទុកនេះគឺធ្លាក់ទៅលើលោកហើយនេះគឺចាប់ដើមគិតនឹងចិត្តទៀតថាពេលនេះយ៉ាវឆិនមិនអាចកិច្ចវេបាននោះទេយ៉ាវឆិនបានតែកវីក្បាលតែប៉ុណ្ណោះមើលទៅគាត់មានពេលដេកតទៅទៀតនោះទេតែ
តែយ៉ាងចឹងក៏បានងើបឡើងដោយនិយាយទៀតថាគាត់នឹងការនៅដំណើរនេះជាបណ្ដោះអាសន្នតែប៉ុណ្ណោះរហូតដល់បេក្ខជនដែលមានសមត្ថភាពជាងគាត់មកកាន់ជំនួសគាត់បន្តទៀតនៅពេលក្រោយស៊ីយីក៏បានងើបឡើងដល់ពេលដែលត្រូវដាក់ឈ្មោះឲ្យសម្ព័ន្ធថ្មីរបស់ខ្លួនហើយប្រជាយើងក៏បាននិយាយអំពីឈ្មោះមួយស៊ីយីមិនសូវជាពេញចិត្តនោះទេគាត់មានអារម្មណ៍ថាគឺគួរខ្មាស់គេខ្លាំងណាស់គ្រាន់តែលើឈ្មោះហើយតែចាលីនក៏បញ្ចេញយោបល់បន្តិចគាត់ក៏បានដាក់ឈ្មោះមួយឲ្យឈ្មោះថាមេឃអាស៊ូដែលជាវិមានរបស់យើងឬក៏រាជវាំងមេឃអាស៊ូក៏បានដែរស៊ីយីពេញចិត្តនឹងឈ្មោះនេះគាត់ក៏បានកែសម្រួលវាហើយក៏បានសម្រេចនៅឈ្មោះថ្មីគឺមានតែពីរម៉ាកនោះទេគឺវិមានសួរឬក៏វិមានមេឃខៀមួយណាក៏បានដែរឈ្មោះនេះគឺធ្វើពួកគេគឺជាប់ចិត្តក៏បានយល់ព្រមនឹងឈ្មោះដ៏អស្ចារ្យមួយនេះវិមានសួរឬក៏វិមានមេឃខៀអញ្ចឹងសម្ព័ន្ធថ្មីនឹងបានបង្កើតឡើងក្នុងពេលនេះពួកគេក៏បានលើកនៅពេលស្រាដើម្បីអបអរសាទរខណៈពេលនោះដែរក៏ជើងខ្លាំងមួយរូបមកពីសំណាក់ព្រលឹងក៏បានបង្ហាញខ្លួនមើលទៅវាដូចជាមិនញញើតជាមួយនឹងពួកគេនោះទេតែការបង្ហាញខ្លួនរបស់វាទម្រង់ជាព្រលឹងមួយតែប៉ុណ្ណោះមិនមែនជារូបរាងកាយពិតនោះទេពួកវាថាវាខ្លាចងាប់ដែរបាទអាប៉ែនេះខ្ញុំសូមអធិស្ឋានខ្ញុំភ្លេចឈ្មោះវាបាត់ទៅហើយជាជាងឃើញបែបនេះក៏គប់នៅពេលស្រារបស់ខ្លួនតែអត់បច្ចោនោះទេផ្សែងខ្មៅនោះក៏បានហោទៅពីក្រោយរបស់សៀវយានហោច្បាស់ជុំវិញទីនោះកន្លងពួកគេមួយជុំមើលទៅពួកគេដឹងថាខ្លួនមិនអាចធ្វើអ្វីនៅមនុស្សមកពីសំណាក់ព្រលឹងបាននោះទេបានតែឈោមមើលវាគិតថាការបង្កើតនៅសម្ព័ន្ធថ្មីដែលមានឈ្មោះថាវិមានសួរគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់សំណាក់ព្រលឹងរបស់ខ្លួនជាជាងគិតថាចុះវាជាបញ្ហាអីដល់ពួកឯងវាឲ្យសៀវយាននឹងស្ងាត់បន្តិចវាក៏បានបង្ខំសៀវយាននៅបកលនៅកូចអធិរាជបុរាណទូសើមកឲ្យវាបន្ទាប់មកក៏បានបង្ហាញអំពីទីតាំងអញ្ជើញស្រ័យបានគឺឪពុករបស់សៀវយានដែលត្រូវបានវាចាប់គុំខាំងនៅទីនោះសៀវយានមានការតក់ស្លុតជាខ្លាំងនៅពេលដែលឃើញឪពុករបស់ខ្លួនត្រូវរងនឹងការបែបនេះអញ្ចឹងវាយល់ព្រមនឹងដោះលែងនៅឪពុករបស់សៀវយានលុះត្រាតែសៀវយានបកលនៅកូចអធិរាជបុរាណទូសើមកឲ្យខ្លួនបើមិនដូច្នេះទេថ្ងៃមរណៈនៃឪពុករបស់ខ្លួនបោះវានឹងបានមកដល់សៀវយានក៏ដាប់ដោយយ៉ាងណាពិតជាខឹងនឹងខ្លាំងក៏បានបញ្ចេញនៅចំហាយដាតភ្លើងចេញពីរាងកាយធ្វើឲ្យក្អីនោះចាប់ផ្ដើមឆេះយ៉ាងសន្ធោសន្ធើចែកឈិនប្រាប់ថាឯងគ្រប់គ្រងអារម្មណ៍បន្តិចទៅសៀវយានតទៅវិញដោយមិនញញើតនោះទេបើសិនជាវាហ៊ានធ្វើទរណកម្មឪពុករបស់ខ្លួនបើមិនដូច្នេះគាត់នឹងកំទេចនៅកូចអធិរាជបុរាណនោះចោលវាក៏បានសន្ទកម្មសៀវយានទៀតថាតើឯងហ៊ានបន្ថយលេងជាមួយនឹងជីវិតរបស់ពុកឯងមែនទេសៀវយានបាននិយាយដាច់ខាតបើមិនដូច្នេះគាត់នឹងកំទេចនៅកូចបុរាណនោះចោលតែម្ដងកំទេចវាទៅជាបំណែងលក្ខណៈថាវាគំរាមសៀវយានក៏បានគំរាមវាវិញលាកដៃបន្តិចដើម្បីកំទេចព្រលឹងវាចោលតែវាចាក់ចេញពីទីនោះទៅហើយក៏បានកំប្រាប់ទៅកាន់ពួកគេទៀតថាបង្កើតសម្ព័ន្ធថ្មីគឺគ្មានបច្ច័យអ្វីនោះទេក្នុងការយកឈ្នះនៅពួកវាមានអារម្មណ៍ថាសំណាក់ព្រលឹងគឺខ្លាំងមែនទែនបាក់តែមួយក៏ប៉ុន្តែអាចទប់ទល់ជាមួយបាក់យ៉ាងច្រើនបាននឹងថាអ្នកគ្រប់គ្រងសំណាក់ព្រលឹងកម្រិតណានោះទេហេតុអីក៏ខ្លាំងដល់ថ្នាក់នេះយ៉ាងឈឹងក៏បាននិយាយទៀតថាឥឡូវផែនការបង្កើតនៅសម្ព័ន្ធថ្មីរបស់ខ្លួនត្រូវបានសត្រូវដឹងអស់ហើយពួកគេត្រូវតែចាត់នៅវិធានការឲ្យកាន់តែលឿនបំផុតសៀវយានក៏ដឹងទៀតថាមើលទៅមនុស្សមកពីសំណាក់ព្រលឹងអាចជាពួកវាមិននៅស្ងៀមនោះទេអាចជារៀបចំផែនការដើម្បីប្រឆាំងជាមួយនឹងខ្លួនដូច្នេះថ្ងៃស្អែកនេះគាត់នឹងបង្កើតនៅការបង្កើតនៅសម្ព័ន្ធថ្មីទៅកាន់ពិភពលោកខាងក្រៅបានដឹងហើយឲ្យបកនីមួយៗបង្កើតនៅរន្ធកៅអវកាសដើម្បីជាច្រកមួយដើម្បីជួយ support គ្នាទៅវិញទៅមកឲ្យកាន់តែលឿនបំផុតនៅពេលដែលជួបគ្រោះអាសន្នអញ្ចឹងសំណាក់ទាំង5បានរួមគ្នាបង្កើតនៅសម្ព័ន្ធថ្មីបានជោគជ័យហើយដែលពិភពលោកក៏បានដឹងខ្ទោខ្ទាហើយអ្នកគ្រប់គ្រងបច្ចុប្បន្នគឺយ៉ាវឆិននឹងឯងឥទ្ធិពលនៃសម្ព័ន្ធថ្មីនេះកាន់តែរីកធំឡើងដែលបានតេទៀងនៅអ្នកដែលមានទេពកោសល្យជាច្រើនចូលរួមជាមួយពួកគេដើម្បីប្រឆាំងជាមួយនឹងមនុស្សមកពីសំណាក់ព្រលឹងហើយសម្ព័ន្ធថ្មីក៏បានលេចឡើងជារូបរាងក្នុងពេលនោះតែម្ដងពួកគេក៏ធ្វើការពិភាក្សាគ្នាអំពីការគម្រាមកំហែងរបស់សំណាក់ព្រលឹងពីសាខាអញ្ចឹងយ៉ាវឆិនគិតថាគាត់អាចជាមិនអាចរងចាំបានតទៅទៀតនោះទេហើយគាត់ក៏មានការសង្ស័យគឺគាត់បានទូទីហើយថាមនុស្សមកពីសំណាក់ព្រលឹងអាចជាបង្ហាញខ្លួននៅពេលដែលអណ្ដាតភ្លើងបេសាយផ្កាឈូពិសិនដំងហាញខ្លួនរយៈពេល9ខែក្រោយសៀវយានគិតថាពេលនោះនឹងតេទៀងនៅជើងខ្លាំងជាច្រើននៅកម្លាំងរបស់គាត់ពេលនេះគឺទូសឹងគឺនៅទីបនៅឡើយអាចជាមិនទាន់គ្រប់គ្រាន់ដល់ឡើយទេក្នុងការទប់ទល់ជាមួយពួកគេនោះអញ្ចឹងក៏យ៉ាឈិនក៏បាននិយាយអំពីស៊ីនអឺដែលជាគូស្នេហ៍របស់គាត់ទូឯកស្រីបានពេលនេះនាងបានទៅហ្វឹកហាត់ហើយនៅពេលដែលនាងចាក់ចេញមកវិញទទួលបាននូវជំនួយពីឈាមទេពរបស់ខ្លួននាងក៏អាចជាឈានទៅដល់ទូសឹងដូចគ្នាបន្ទាប់ពីចាក់ចេញពីហ្វឹកហាត់អញ្ចឹងអាចជាជំនួយដ៏ខ្លាំងសម្រាប់សៀវយានផងដែរក៏បាននិយាយអំពីមេរិសាគឺពូថ្លាន7ពណ៌របស់នាងអញ្ចឹងអាចជាឈានទៅដល់កម្រិតទូសឹងដូចគ្នាហើយកម្លាំងពេលនោះគ្រប់គ្រាន់សម្រាប់ជួយសៀវយានទប់ទល់ជាមួយសត្រូវហើយតែនាងគិតថាតម្រូវការក្នុងការឈានឡើងរបស់នាងអាចជាពិបាកបន្តិចគឺកន្លែងដែលគួរខ្លាចហើយកម្របំផុតបាទតែចាឆាន់គឺដឹងច្បាស់គាត់ស្គាល់កន្លែងនោះដែលអាចជួយឲ្យនាងធ្វើការបំបីទៅកាន់កម្រិតទូសឹងបានអាចជួយឲ្យពូថ្លានបីខៀ7ពណ៌របស់ខ្លួនគឺឈានទៅដល់9ពណ៌គឺស្មើទៅនឹងសត្វពូស៊ូបារាននាងក៏សួរថាកន្លែងណាគាត់ប្រាប់ថាគឺជានីតិការដូវលឿងនរោទាំង9
សិននៅឯបាក់ពោះនរកនឹងឯងហើយស៊ីយៀនវិញគឺត្រូវតែបង្ក្រាបនៅអណ្ដាតភ្លើងបិសាចផ្កាឈូកពិសិដ្ឋតែស៊ីយៀនមិនមានវិធីនោះទេអញ្ចឹងគាត់ក៏បាននិយាយអំពីកំណត់ត្រាពីបារាណដើម្បីបង្ក្រាបវាហើយរៀងរាល់1000ឆ្នាំម្ដងវានឹងលេចឡើងតែតាមពិតទៅគ្មាននរណាដែលអាចបង្ក្រាបវាបាននោះឡើយហើយស៊ីយៀនក៏ត្រូវប្រឈមមុខជាមួយនឹងជើងខ្លាំងជាច្រើនរូបទៀតចំពោះអណ្ដាតភ្លើងបិសាចផ្កាឈូកនេះដែរគឺគាត់មាននៅវិធីរបស់គាត់នេះគឺជារូបមន្តនៃការបង្កើតនៅក្របថ្នាំថ្នាក់ទី9ដែលគាត់បានចំណាយពេលយ៉ាងអស្ចារ្យក្នុងជីវិតរបស់ខ្លួនក្របថ្នាំនោះឲ្យឈ្មោះថាក្របថ្នាំនីតិខេតរដូវលឿងជីន9ដែលថាពលយិនរបស់វាខ្លាំងហើយបង្ក្រាបនៅអណ្ដាតភ្លើងបិសាចផ្កាឈូកឲ្យចុកខ្សោយបានពេលនោះអាចជាឱកាសសម្រាប់ស៊ីយៀនក្នុងការបង្ក្រាបវាបានដោយជោគជ័យក៏ប៉ុន្តែក្នុងការចម្រាញ់នៃក្របថ្នាំនីតិខេតរដូវជីន9នេះដែរគឺគាត់ទៅឲ្យស៊ីយៀននឹងស្វែងរកនៅគីសាល់ឈាមនីតិខេតរដូវលឿងអញ្ចឹងខ្ញុំសូមបញ្ជាក់ថាឈ្មោះនៃការប្រើពី website នីមួយៗគឺមិនដូចគ្នាទាំងស្រុងនោះទេតែគ្រីស្តាល់ឈាមនីតិខេតរដូវលឿងនោះគឺស្ថិតនៅឯនីតិខេតរដូវលឿងនរកទាំង9ដូចគ្នាអញ្ចឹងស៊ីយៀនគិតថាមុនពេលដែលសំណាក់ពលឹងធ្វើសកម្មភាពពួកគេត្រូវតែចេញប្រតិបត្តិការឲ្យមុនហើយសាច់រឿងបញ្ចឹងក៏ឆ្លើយទៅប៉ុណ្ណេះសូមអធិស្ឋានរកកំហុសឆ្គងនៅក្នុងវីដេអូនេះផង